នឹងឲ្យសួស្តីបងប្អូនទស្សនិកជនទាំងអស់គ្នាថ្ងៃនេះខ្ញុំបងប្អូនបងប្អូនមកស្ដាប់រឿងខ្មោចប្រទេសឥណ្ឌូនេស៊ីម្ដងរឿងរ៉ាវអាចកំបាំងដ៏ព្រឺព្រួចរបស់ខ្មោចនាងគូទីឡាណាប្រសិនបើនរណាម្នាក់សួរប្រជាជនឥណ្ឌូនេស៊ីថាតើខ្មោចមួយណាគួរឲ្យខ្លាចនិងល្បីល្បាញបំផុតនោះចម្លើយដំបូងគេបង្អស់គឺជាគូទីឡាណាឬដែលជួនកាលគេហៅថាពុនទីឡាណានៅក្នុងជំនឿវប្បធម៌ខ្មែរយើងខ្មោចប្រភេទនេះមានលក្ខណៈស្រដៀងយ៉ាងខ្លាំងទៅនឹងរឿងខ្មោចដើមចេកជ្វាឬខ្មោចតែហោងស្ត្រីស្លាប់ទាំងមានផ្ទៃពោះរឿងរ៉ាវរបស់នាងមិនត្រឹមតែជាការនិទានបំភ័យនោះទេប៉ុន្តែវាថែមទាំងមានជាប់ពាក់ព័ន្ធនឹងប្រវត្តិសាស្ត្រនៃការកសាងទីក្រុងធំមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីទៀតផងតាមរឿងរ៉ាវពិតដែលដកស្រង់ចេញពីជំនឿរបស់អ្នកស្រុកគូទីឡាណាមិនមែនជាបិសាចមកពីឋាននរកនោះទេប៉ុន្តែជាព្រលឹងវិញ្ញាណវិលវល់របស់ស្ត្រីម្នាក់ដែលបានស្លាប់បាត់បង់ជីវិតទាំងក្តីឈឺចាប់បំផុតនាងបានស្លាប់ខណៈពេលដែលនាងកំពុងមានផ្ទៃពោះឬស្លាប់អំឡុងពេលដែលសម្រាលកូនប៉ុន្តែមិនអាចបង្កើតកូនបានជោគជ័យដោយសារតែការស្លាប់ទាំងអយុត្តិធម៌និងមានចិត្តចងគំនុំអាល័យខ្លាំងចំពោះកូនក្នុងផ្ទៃព្រលឹងរបស់ស្ត្រីនោះមិនអាចទៅចាប់ជាតិបានឡើយនាងបានក្លាយជាវិញ្ញាណតៃហោងអាក្រក់អណ្ដែតវិលវល់តាមដើមឈើធំៗជាពិសេសគឺដើមពោធិ៍និងដើមចេកទ្វារដើម្បីសងសឹកនិងស្វែងរកកូនរបស់នាងត្រឡប់មកវិញអ្នកភូមិដែលអះអាងថាធ្លាប់បានជួបប្រទះផ្ទាល់នឹងភ្នែកបានរៀបរាប់ពីផិនភាគរបស់គូទីឡាណាដូចគ្នាថានាងមានរូបរាងជាស្ត្រីក្រមុំពាក់អាវរ៉ូបវែងពណ៌សស្គុះមានសក់ខ្មៅវែងអន្លាយធ្លាក់ចុះមកបិទបាំងមុខដ៏គួរឲ្យខ្លាចរបស់នាងរាងកាយរបស់នាងជះក្លិនក្រអូបប្រហើរដោយផ្កាម្លិះនៅពេលដំបូងប៉ុន្តែមួយសន្ទុះក្រោយមកវានឹងប្រែក្លាយជាក្លិនស្អុយអសោចដូចសាកសពរលួយភ្លាមប៉ុន្តែចំណុចដែលធ្វើឲ្យមនុស្សគ្រប់គ្នាព្រឺរោមស្រវាំងភ្នែកបំផុតនោះគឺសម្លេងសើចរបស់នាងសម្លេងសើចរបស់គូទីរណៈមានលក្ខណៈក្រលួចខ្ពស់ស្រឡះនិងលាន់ឮគួរឲ្យរន្ធត់កណ្ដាលអាធ្រាត្រអ្នកស្រុកមានវិធានចំណាំចាស់បុរាណមួយថាប្រសិនបើឮសម្លេងនាងសើចឬយំខ្លាំងនៅចិត្តខ្លួនមានន័យថានាងនៅឆ្ងាយពីយើងទេប៉ុន្តែប្រសិនបើឮសម្លេងនាងសើចបែបខឹបសឹបនិងតិចនៅក្បែរត្រចៀកមានន័យថានាងកំពុងតែឈរនៅពីក្រោយខ្នងឬនៅជាប់នឹងយើងបង្ហើយគូទីឡាណានាងចូលចិត្តលិចខ្លួននៅពេលប្រលប់និងយប់ជ្រៅហើយជនរងគ្រោះរបស់នាងត្រូវបានបែងចែកជាពីរក្រុមបុរសដែលដើរយប់តែម្នាក់ឯងនាងជារឿយតែងតែបន្លំខ្លួនធ្វើជាស្រីក្រមុំស្អាតដាច់គេឈរយំម្នាក់ឯងតាមចិញ្ចើមផ្លូវងងឹតដើម្បីលបួងបុរសជិះឡានឬម៉ូតូដុំនាងទៅផ្ទះនៅពេលជនរងគ្រោះវង្វេងវង្វាន់នឹងសម្រស់របស់នាងនឹងនាំពួកគេទៅកន្លែងស្ងាត់រួចប្រែក្រឡាជារូបរាងពិតដ៏គួរឲ្យរន្ធត់លុកដៃខ្វេះយកបេះដូងឬធ្វើបាបរហូតដល់សន្លប់បាត់ស្មារតីទី2នោះគឺស្ត្រីមានផ្ទៃពោះនិងទារកដោយក្តីឈឺចាប់មិនអាចបង្កើតកូនបានកាលបើឃើញស្ត្រីដទៃមានកូននាងមានចិត្តច្រណែនខ្លាំងនាងចូលចិត្តទៅលបលួចក្មេងទារកឬលបធ្វើបាបស្ត្រីផ្ទៃពោះដោយសារតែនាងគិតថាក្មេងទាំងអស់នោះគឺជាកូនរបស់នាងរឿងរ៉ាវរបស់គូទីឡាណាល្បីល្បាញខ្លាំងរហូតដល់ថ្នាក់ត្រូវបានគេយកទៅដាក់ឈ្មោះទីក្រុងមួយនៅក្នុងប្រទេសឥណ្ឌូនេស៊ីគឺទីក្រុងភុនទីឡាណារដ្ឋធានីនៃខេត្តកាលីម៉ាន់តាន់ខាងលិចតាមប្រវត្តិសាស្ត្រពិតនៅឆ្នាំ1971ព្រះអង្គម្ចាស់ Sultan Syahri Abdul Rahman Admin ក៏សូមអធិស្ឋានចំពោះការអានឈ្មោះរបស់ព្រះអង្គម្ចាស់ព្រោះឈ្មោះព្រះអង្គម្ចាស់គឺពិបាកអានតមកទៀតព្រះអង្គបាននាំកងទ័ពទៅកាប់ឆ្ការព្រៃដើម្បីកសាងទីក្រុងមួយថ្មីប៉ុន្តែរាល់ពេលយប់ឡើងកងទ័ពរបស់ព្រះអង្គតែងតែរងនឹងការលងបន្លាចនិងលបវាយប្រហារយ៉ាងសាហាវពីសំណាក់ខ្មោចគូទីរណៈឬពុនទីរណៈនេះឯងសំឡេងសើចដ៏គួរឲ្យខ្លាចរបស់ពួកនាងបានធ្វើឲ្យកងទ័ពភ័យស្លន់ស្លោនិងមិនអាចដេកពួនបានឡើយដើម្បីកម្ចាត់វិញ្ញាណអាក្រក់ទាំងនោះព្រះអង្គម្ចាស់បានបញ្ជាឲ្យកងទ័ពបាញ់កាំភ្លើងធំចូលទៅក្នុងព្រៃជ្រៅរួចសូត្រមន្តអាគមបណ្ដេញខ្មោចយ៉ាងក្តៅគគុករហូតអាចដណ្ដើមដីនោះបាននិងបានសម្រេចចិត្តដាក់ឈ្មោះទីក្រុងនោះថាពុនទីអាណាដើម្បីរំលឹកដល់ការប្រយុទ្ធប្រឆាំងនឹងខ្មោចស្រីសក់វែងមួយនេះ
រហូតមកដល់សប្តាហ៍ថ្ងៃនេះឲ្យតែយប់ជ្រៅពាក់កណ្ដាលអាទិត្យនៅពេលដែលគេដាក់កាត់ដើមឈើធំៗឬភ្លើងងងឹតដាច់ស្រយាលហើយសពតែធំក្លិនផ្កាម្លិះក្រអូបខុសធម្មតាប្រជាជនឥណ្ឌូនេស៊ីតែងតែប្រញាប់ដើរចេញភ្លាមព្រោះពួកគេដឹងថានោះគឺជាសញ្ញារបស់នាងគូទីឡាណាកំពុងតែសន្តិដ្ឋនៅក្បែរនោះហើយត្រៀមនឹងបញ្ចេញសម្លេងសំណោចដ៏ព្រឺព្រួយរបស់នាងកណ្ដាលភាពងងឹតមិនខានជាចុងក្រោយខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូននិងទស្សនិកជនទាំងអស់គ្នាដែលបានចំណាយពេលដ៏មានតម្លៃក្នុងការទស្សនាសូមជូនពរឲ្យអ្នកទាំងអស់គ្នាជួបតែសេចក្តីសុខសេចក្តីរីកចម្រើននិងជោគជ័យគ្រប់ភារកិច្ចការងារសូមអរគុណនិងសូមជម្រាបលា